bạn là ngày bóng ônទាំងអស់គ្នាថ្ងៃនេះបានទទួលអេវ៉ាន់ពីខេត្តបាត់ដំបងផ្ញើមកខេត្តបន្ទាយមានជ័យដើម្បីឲ្យខ្ញុំឆ្លាក់ជាព្រះពុទ្ធបរិនិព្វានបាទក្នុងនេះគឺជាថ្មតាមពិតទៅថ្មនេះគឺខ្ញុំបានកាន់សាងជារូបព្រះពុទ្ធនឹងរួចម្ដងហើយប៉ុន្តែពេលនេះគាត់បានផ្ញើរបស់ដែលនៅសល់ហ្នឹងសល់ពីការកាត់ហ្នឹងយកមកឆ្លាក់ជាព្រះពុទ្ធបរិនិព្វានຂະຫນາດតាំងអាសនៈបាទមិនមែនជាຂະຫນາດបន្តោងទេហើយថ្មនេះទៀតគឺគាត់ថាជាថ្មដែលមានបារមីកាន់អញ្ចឹងខ្ញុំបាទជាអ្នកឆ្លាក់ជាអ្នកសាងក៏សូមអនុញ្ញាតពីម្ចាស់ដែលគាត់ថែរក្សាថ្មនេះដើម្បីយកមកឆ្លាក់សាងជាព្រះពុទ្ធរូបបរិនិព្វានដើម្បីឲ្យគេគោរពបូជាដើម្បីឲ្យមានការជ្រះថ្លាកាន់តែខ្លាំងចឹងសង្ឃឹមថាម្ចាស់បារមីជាអ្នកថែរក្សាថ្មមួយដុំនេះខន្តីអភ័យទោសដល់ខ្ញុំបាទជាអ្នកសាងនៅថ្មស័ក្តិសិទ្ធិមួយដុំនេះផងទៅចោះដោយខ្ញុំបាទជាជាងអញ្ចឹងខ្ញុំបាទបានទទួលសាងដើម្បីឲ្យម្ចាស់នឹងបានយកទៅគោរពបូជាអញ្ចឹងខ្ញុំបាទមិនមានបំណងមាក់ងាយទៅលើរបស់ណាដែលគេថាជារបស់ស័ក្តិសិទ្ធិជារបស់ដែលគោរពទេចឹងហើយមិនបានមើលងាយអ្នកដែលថែរក្សានៅរបស់នេះឡើយគ្រាន់តែជាជាងដែលគេកំមងហើយគេយកមកឲ្យកែច្នៃហើយក៏កែច្នៃដើម្បីឲ្យវត្ថុនេះមានតម្លៃកាន់តែខ្លាំងហើយការយកទៅនេះមិនមែនយកទៅអត្ថប្រយោជន៍ទេគឺយកទៅគោរពបូជាបាទព្រោះជារូបព្រះពុទ្ធបរិនិព្វានអញ្ចឹងទូអង្គព្រះសម្មាសម្ពុទ្ធមិនថាយើងឆ្លាក់នៅលើថ្មអ្វីឈើអ្វីនោះទេសិតតែជារបស់ដែលមានតម្លៃកាត់ថ្លៃមិនបានជារូបតំណាងដ៏គួរឲ្យគោរពដ៏គួរឲ្យជ្រះថ្លានិងសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាប៉ុន្តែបែបព្រហ្មញ្ញសាសនាវិញដោយបុគ្គលយើងម្នាក់តែងតែមានជំនឿជឿទៅលើរបស់នេះរបស់នោះមិនថាបញ្ញាក្អែកឬក៏ក្លឹមផ្សេងនាងពួននិងថ្មដែលយកមកកែច្នៃធ្វើជារបស់ដែលយើងពាក់លម្អដោយយើងគិតថាជារបស់ស័ក្តិសិទ្ធិអាចជួយដល់យើងជាអ្នកពាក់អញ្ចឹងនេះជាជំនឿមួយដែលប្រជាជនខ្មែរយើងតែងតែមានមកតាំងពីសម័យបុរាណហើយសម្រាប់វីដេអូនេះក៏មិនជាមានអីវែងឆ្ងាយដែរបាទអញ្ចឹងយើងមកមើលរបស់ដែលគាត់បានផ្ញើមកឲ្យហ្នឹងថាតើមានរូបរាងដូចម្ដេចព្រោះថាខ្ញុំក៏ធ្លាប់បានធ្វើវីដេអូម្ដងហើយនឹងអត់ពីដុំថ្មមួយដុំនេះអញ្ចឹងដែលម្ចាស់គាត់ហ្នឹងហើយបងប្អូននេះឯង
ផ្ញើត្រឡប់មកឲ្យសាងជាព្រះពុទ្ធបរិនិព្វានបាននេះចាំមើលថាតើសាងហើយស្អាតប៉ុណ្ណាហ្នឹងហើយពេលដែលសាងហើយខ្ញុំបាទនឹងថតម្ដងទៀតដើម្បីបង្ហាញដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានឃើញថាវាស្អាតឬក៏អត់ខ្ញុំបាទមិនមែនជាជាងចម្លាក់ដែលមានស្នាដៃឆ្លាក់ទៅស្អាតអីនោះទេហ្នឹងហើយគ្រាន់តែអាចយកទៅគោរពបូជាបានហើយបើយកស្អាតគឺខ្ញុំបាទមិនហ៊ានទទួលទេដោយសារទឹកដៃយើងវាមានកម្រិតបាទថ្ងៃរូបនេះក៏សមនឹងរូបព្រះអង្គបរិនិព្វានថ្ងៃនេះគឺសមមែនទែនបាទ We spent years in training, fighting battles uphill. When care is heavy and getting heavier still, if you need or want me, never too hard to find. You know the places that I like to hide, and we'll go there side by side. You and I, our footsteps in perfect stride. In the calm of twilight, when your night's been so